mà thẩm Full HD bong mạch phở graphic của pe các bạn này dương phở mà ta mà chốt ni máu cứ ai mình tên mong dương tay gameplay môn năng ấy bong được khơi cho cứ mà pin chất mà sải chất lên mix setting khúc game bong mà chốt năng cứ complete mong xem đẹp lên game không FHD game với cái lên man này bong mạch pay bao mà ngang đây mong giờ tới ngang nha hello can là nhiều hello bong ngày đấy giờ màฉลามphiêuสุดท้ายบองថ្ងៃនេះយើងមកមើល PC មួយជាមួយនឹងសារ HTI HTI ចេះជាប់មាត់សារ HTI ក៏ប៉ុន្តែសារ HTI ឆ្លាញ់ដែរ admin ឆ្លាញ់ដូចគ្នាតែក៏ប៉ុន្តែបច្ចុប្បន្នមានអ្នកជំនួសតំណែងសារ HTI ឯងបងអញ្ចឹងបងមិនបាច់សួរសារ HTI ទៀតទេបច្ចុប្បន្នមានអ្នកជំនួសសារ HTI ឯងជាមួយនឹង HTI មកដល់វិញបងគាត់ខ្លះគាត់នៅគិតថាបងចង់បានសារ HTI ខ្លាំងវាស្តៀងគ្នាតែក៏ប៉ុន្តែសួរឲ្យច្បាស់មើលឲ្យច្បាស់ថាមួយណាខ្លាំងជាងប្រកាសជាថ្មីវាខ្លាំងជាងហើយគេអត់ដែរធ្វើអាចាស់មកដដែលទេបងអាអ្នកមកជំនួសតំណែងយើងធានាជូនថាជាមួយតម្លៃគឺមកឲ្យជំនួសតម្លៃ40 Ti ដូចគ្នាឥឡូវបងយើងក៏លេខមកមើល PC អានេះយើងរៀបចំជូនភ្ញៀវដូចគ្នាហើយបងតិចទៀតយើងនឹងតេស្តជាមួយនឹង monitor គឺ monitor របស់គាត់យកផ្ទាល់ហ្មងជាមួយ PC នឹងហ្មងគាត់យកទៅលេង game ធ្វើម៉េចឲ្យស៊ីគ្នាជាមួយនឹង PC នឹងពេច PC នេះផងដែរដូចបងឃើញអញ្ចឹងយើងប្រើជាមួយនឹង CPU Core i5 ចំនួនទី13 600K អញ្ចឹងដូចបងឃើញហើយជាមួយនឹង graphic card យើងប្រើជាមួយនឹង graphic card RTX 5060 Ti VRAM ថ្មីហ្នឹងជាប្រភេទ GDDR7 អញ្ចឹងរូបរាងរបស់វាសាមញ្ញធម្មតាតែ performance អែមជាមួយ RAM វិញ32G អញ្ចឹង game ឥឡូវ 16G ស៊ីដៃប៉ិតណាបង 32G លេង game មកឆ្ងាញ់មក Power supply យើងប្រើជាមួយនឹងប្រភេទ Corsair 650 W 80 Plus Gold ធ្វើការតេស្ត performance របស់គ្នាកុំឲ្យថា admin ចេះតែនិយាយឥឡូវយើងមកធ្វើការតេស្តជាមួយនឹង Cyberpunk ហើយឥឡូវយើងក៏លេខទៅមើល setting របស់គ្នាហើយជាមួយនឹង graphic បងមើលទៅកន្លែងនេះអត់ដឹងថាយើងប្រើនៅកម្រិតអីគេ Ray Tracing Ultra ហើយបន្ទាប់មកខាងក្រោមនេះគឺយើងប្រើ High Ultra ទាំងអស់សម្រាប់ monitor នេះគឺវា Full HD តែ refresh rate វា 240Hz គឺវាស៊ីជាមួយនឹង graphic card របស់យើងហ្មងជាមួយនឹង 5060 Ti ហើយបន្ទាប់មក monitor នេះគឺវាស្អាតមែនទែនហ្មងបញ្ឈរបាន adjustment ប្រវល់បានអីបានបងអាចយកប្រវល់បានអីបានទាំងអស់ក្នុង game នេះឥឡូវវាកំពុងតែ cut scene ណាអញ្ចឹងវាស៊ី graphic ខ្លាំងជាង gameplay ទៀតបងមើល shadow មើល ray tracing របស់វាខ្លួនវា fan តែ2ឯងតែក៏ប៉ុន្តែយើងមាន fan reverse មកខាងក្រោមជួយវាបន្ថែមទៀត2ទៀតកម្ដៅវាគឺល្អមែនតើហ្មងដូចបងឃើញអញ្ចឹងការប្រើរបស់យើង 99% ហើយជាមួយនឹងសីតុណ្ហភាពដែលយើងទទួលបាន 60% អញ្ចឹងគឺល្អមែនតើហ្មងដូចបងឃើញអញ្ចឹង FPS គឺវាអត់ធ្លាក់ទេបងបែរ190 100លើអញ្ចឹងទៅបាច់ទៅតេស្ត game អីណាអីច្រើនទេតែ game នេះមួយគឺយើងដឹងពី performance របស់វាហ្មងតោះដោយបងឃើញមុនហ្នឹងអញ្ចឹងយើងបានធ្វើការតេស្តជាមួយនឹង Cyberpunk នៅក្នុង graphic ដែលបើកខ្លាំងមែនទែនមួយឈុតហ្នឹងគឺ complete ហ្មងសម្រាប់លេង game ក្នុង FHD game អីក៏លេងបានដែរបងមិនបាច់ភ័យទេបើកមកឆ្ងាញ់ដៃហ្មងនិយាយទៅឆ្ងាញ់ណាស់ហើយអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយបើមានអ្វីថ្មីទៀតយើងនឹងចែកជូនបងមើលទៀតហើយ complete មួយឈុតហ្នឹងរៀបក្រុម$1000ក៏បានដែរបងអាចបៀតបាននៅ PC Stream